và sau đây bọn nọ nhé và chụp cho môi nâng lực rồi thì thấy cái này rồi mở brain cái nó chia thì đập piจะเติมหนึ่งจำนวน complex โอเคจังเมรินนี่คือจีเมรินมวยได้จังเล็กน้องยาซาลองบัดดกสำหรับบนหนักตีดับปีจังมวยคาเปยุอะไรยังตัวเฟื่องลมฮัดเดี๋ยวออกนี่ไปจำนวน complex và chắc là giao dương làm hạt lấy mùi rớt này bất này mũi bột ý nửa lứa bay độ ý được gì này chắc là bay đọt sai nơi làm hạt đấyគឺអូនត្រូវយល់ថាតើលំហាត់ហ្នឹងយើងគួរដោះស្រាយតាមវិធីណាដែលស្រួលអញ្ចឹងខ្ញុំរំលឹកតទៅនឹងផលចែកនៃ complex អូខេអញ្ចឹងនៅក្នុងប្រមាណវិធីចំនួន complex គឺវាមានប្រមាណវិធីបូកដកឬក៏គុណនិងចែកអញ្ចឹងអានេះគឺចែក complex អញ្ចឹងចែក complex តែគេចែកមិនដើម្បីរកចំនួនពិតអញ្ចឹង complex គឺមិនមែនមានតែរកចំនួនពិតមួយទេបាទអញ្ចឹងមានរកហៅថាai thân miệt như thế này tầm rung thì còn miệt tại vì cái được này bậtហ្នឹងគឺបានន័យថាយើងរកយ៉ាងម៉េចទៅចឹងអត់មានទៅដឹងថា complex រៀងរបស់វាគឺតាំងឲ្យ set គឺ set ស្មើ a បូក bi អូខេគេក៏ដកអញ្ចឹង a ហ្នឹងគឺជាគេបាទ a ហ្នឹងគឺជាផ្នែកពិតផ្នែក b គឺជាផ្នែកនិមិត្តណាហេតុអីភាសានៅជាប់ b គឺមាន e អញ្ចឹងកាលណាមាន e គឺគេតាំងវាគឺជាផ្នែកនិមិត្តអូខេអូខេយើងត្រឡប់មកលំហាត់យើងវិញគឺវាតទៅនឹងផលចែក complex ណា complex គឺមានទម្រង់យ៉ាងម៉េចអញ្ចឹងខ្ញុំតាំងឲ្យ set ទៀតset គឺស្មើអីគេអស់គ្នា set គឺស្មើ a បូក b e អញ្ចឹងខ្ញុំតាំងអញ្ចឹងណានៅលើ c បូក d e អូខេតែពេលហ្នឹងដោយសារវារៀងជាដកខ្ញុំដាក់ដកតែប៉ុន្តែគឺវាមានបូកដកបែបនេះវាអាស្រ័យទៅលើអីគេទៅលើលំហាត់ដែលគេឲ្យណាអូខេអញ្ចឹងដើម្បីឲ្យដូចគ្នាអញ្ចឹងខ្ញុំដាក់នេះបូកនេះដកចុះបាទចឹងបន្តទៅមុខទៀតដើម្បីដោះស្រាយវាបានគឺយើងត្រូវដឹងថាផលចែក complex ណាដើម្បីរនៃតម្រងផលចែកនឹងបានគឺយើងត្រូវចេះគុណពីកន្សំឆ្លាស់អញ្ចឹងគឺបានន័យថាយើងត្រូវឆ្លាស់ភាគបែងអញ្ចឹងភាគបែងឆ្លាស់ប្រមាណពីយើងក៏ប៉ុណ្្នឹងដែរតែពីយើងនេះរក្សាទៅនៅដដែលពីតែឆ្លាស់បានន័យថាគឺវាផ្ទុយគ្នាណាហ្នឹងហើយអញ្ចឹងអូខេគឺយើងឆ្លាស់តែភាគបែងនេះអញ្ចឹងពីយើងរក្សាទុកនៅដដែលអញ្ចឹងយើងសេវិញមក a បូក bi ទៅលើ c ដក DI អញ្ចឹង C ដក DI ហ្នឹងគឺយើងចំនួនដោយកន្សំថ្មីមួយទៀតគឺកន្សំឆ្លាស់បើថាបើយើងនិយាយឲ្យស្រួលស្ដាប់គឺយើងគុណនឹងកន្សំឆ្លាស់ទាំងពីយើងទាំងពីបែងបើថាភាគយើងភាគបែងគុណនឹងកន្សំឆ្លាស់ប្រហែលពីយើងគុណនឹងកន្សំឆ្លាស់ប៉ុណ្ណឹងអញ្ចឹងណា C បូក DI ឆ្លាស់គេគឺឆ្លាស់សញ្ញាផ្នែកបន្តទៀតត្រូវណាយើងទៅឆ្លាស់ពីយើងទៀតណាពីយើងគឺ C បូក DI ដូចគ្នាអូខេអញ្ចឹងដល់កន្លែងនេះយើងធ្វើម៉េចគឺយើងត្រូវគុណពន្លាតកន្សំហ្នឹងគឺយើងពន្លាតមកអូខេយើងពន្លាតមកវាថាពន្លាតយើងត្រូវមើលកន្សោមដែលនៅក្នុងវងកញ្ចក់ហ្នឹងតើមានប្រមាណទូណាហើយវាមានប្រមាណកន្សោមតែណាពន្លាតលុះត្រាតែមាន2កន្សោមឡើងទៅគឺយើងអាចពន្លាតកើតបើមានតែ1កន្សោមគឺយើងមានន័យទៅពន្លាតដែរអូខេអញ្ចឹងឥឡូវយើងពន្លាតមកនេះទូ A ទូ B នេះគឺមួយទូពីរទូអញ្ចឹងមានថាគ្រប់កន្សោមទី1យើងត្រូវគុណចូលគ្រប់ទូនៃកន្សោមទី2អានេះគេពន្លាតណាខាងក្រោមគឺយើងចូលរូបមន្តនេះគេដល់នេះអញ្ចឹងកាលពីថ្នាក់ទី8គឺយើងបានរៀនហើយគឺទៅនឹងរូបមន្ត A ដក B កតា A បូក B គឺស្មើគេគឺស្មើ a ការ៉េដក b b ការ៉េអូខេតោះណាបងប្អូនអញ្ចឹងខាងក្រោមក៏ដូចគ្នាណាវងផ្លាច់ហ្នឹងក៏រៀងដូចគ្នាដែរអញ្ចឹងនេះ a នេះ b គ្រាន់តែវាខុសសញ្ញាណាសញ្ញាដូចគ្នាតោះអញ្ចឹងយើងគុណឥឡូវសិនណា a គុណនឹង c ចុច ac a គុណនឹងបូក e di de នេះគឺវាបាន a de សញ្ញាគឺយើងដាក់មកវិញអានេះដូចគ្នាអញ្ចឹងយើងគុណពន្លាតមកអញ្ចឹងវាបាន b CE នេះគុណពន្លាតមកគឺបាន b គុណ d វាទៅជា bd អញ្ចឹងសញ្ញាវានៅដដែល e គុណ e ការ៉េចឹងនេះយើងចូលរូបមន្តស្រាប់ហើយបានអញ្ចឹងវាចូលរូបមន្ត c ណានេះ a ការ៉េនេះគឺ c នឹងហើយ c គុណ c ការ៉េណាចឹងនេះ d គុណ di នេះគឺ di ការ៉េទាំងអស់ហ្នឹងគឺលើកជាការ៉េទាំងដងអញ្ចឹងខ្ញុំលើករួមចេះដើម្បីឲ្យអ្នកនេះយល់អូខេអញ្ចឹង e ការ៉េយើងមើលខាងលើណាវាជាប់ e ការ៉េទៀតឥឡូវអាក្រោមក៏ជាប់ e ការ៉េដែរអញ្ចឹងយើងទូទាត់មានអីគេនេះបានហើយនេះអត់មានណាអូខេអញ្ចឹងយើងអាចបបែក e ការ៉េហ្នឹងគឺយើងចាំថា e ការ៉េគឺស្មើដក1ណាអញ្ចឹងកន្លែងហ្នឹងបើយើងគុណដកគឺវាទៅជាដក b d ចាក្រោមដកគុណដកចេញបូក d អូខេឥឡូវខ្ញុំលាតឲ្យប៉ុណ្ណឹងឥឡូវយើងងាកមកធ្វើលំហាត់របស់យើងវិញនេះក៏ជាការរំលឹកមេរៀនរបស់យើងតោះឥឡូវយើងចូលទៅកាន់ការកណនីលំហាត់ណាដើម្បីរកផ្នែកពិតអូខេឥឡូវយើងមើលកន្សោមម្នាក់ណាទាំងអស់ហ្នឹងលើកជាការ៉េអញ្ចឹងដើម្បី
បំបែកអាការ៉េនឹងឲ្យបាត់ការ៉េលុះត្រាតែយើងត្រូវគេត្រូវបំបែកផលចៃ complex នេះឲ្យបានសិនអញ្ចឹងយើងយក console នេះមកគេនេះសិនមកអញ្ចឹងឥឡូវខ្ញុំដាក់ដោយមកអញ្ចឹងដោយគេ1 បូក e នៅលើ3 ដក e អញ្ចឹង1 បូក e នៅលើ3 ដក e ស្មើគេណាគឺយើងប្រើរូបមុននេះណាអូខេអញ្ចឹងយើងប្រើមកប្រើវិធីហ្នឹងអញ្ចឹងន័យថាយើងត្រូវឆ្លាស់កន្សោមទាំងពីរយកទាំងពីរបែកបើនេះកន្សោមពីរយកពីរបែកឆ្លាស់នឹងប្រហែលពីរយកក៏ត្រូវឆ្លាស់នឹងប៉ុណ្ណឹងដែរអូខេអញ្ចឹងនេះ3ដក e កន្សោមឆ្លាស់របស់វាគឺ3 បូក e ផ្សេងនេះមុនណា3 បូក e អូខេចុះខាងលើគឺយើងត្រូវគុណនឹងប៉ុណ្ណឹងដូចគ្នាគុណនឹង3 បូក e ដូចគ្នាបើយើងមិនគុណទេវាលើសរបស់គេហើយណាបើយើងសម្រួលមកដូចអាដើមវិញអញ្ចឹងកន្សោមឆ្លាស់គឺយើងគុណអញ្ចឹងរបៀបថាយើងដូចបន្ថែមអញ្ចឹងអូខេបន្តទៀតអានេះយើងអាចគុណពលាតសិនមកគុណពលាតពីយកសិនអញ្ចឹងគុណដូចគ្នាណាអញ្ចឹង1គុណ3ស្មើ3 1គុណ e បូក e e គុណ3បូក 3 e e គុណ e e ការ៉េអញ្ចឹង e ការ៉េស្មើដក1សេកាត់យកទៅម្ដងអស់ណាអាក្រោមគឺយើងប្រើរូបមុន a ដក b តា a បូក b គឺស្មើ a ការ៉េដក b ការ៉េអញ្ចឹងស្មើអី3ការ៉េដកការ៉េ e ការ៉េគឺយើង e ការ៉េគឺស្មើ1អញ្ចឹងដក1នេះគុណនឹងដកនេះគឺទៅជាបូក1តណាអូខេបន្តទៀតអញ្ចឹងចូលដល់កន្លែងនេះគឺយើងមើលលេខឬក៏ចម្លែកដូចគ្នាយើងកាន់វាមកសារនេះលេខនេះគេហៅលេខពិតដូចគ្នាអញ្ចឹង3ដូចស្មើ3មួយស្មើជា3គឺស្មើចុះក្រែស្រួលចុះដល់កន្លែងនេះយើងទៅធ្វើមកទៀតអញ្ចឹងដល់កន្លែងហ្នឹងគឺវាកាន់តែស្រួលសម្រាប់យើងវិញហើយគឺយើងអាចផ្ដាច់វាជាអីគេជាតម្រងកំផ្លិចគឺបែបនេះ a បូក b អញ្ចឹងយើងផ្ដាច់វាសោះតែដៃគឺតម្រូវណា1 អញ្ចឹងនេះ 4e លើ10គឺស្មើ 2e លើម៉ាត់ 2e លើ5អូខេអញ្ចឹងនេះគ្រាន់តែជាជំហានដើម្បីរពិតដូចអញ្ចឹងយល់អញ្ចឹងនេះ 4e លើ10គឺស្មើ 2e លើម៉ាត់ 2e លើ5អូខេអញ្ចឹងនេះគ្រាន់តែជាជំហានដើម្បីរពិតដូចអញ្ចឹងយើងអាចយកទៅបបែកតើអ្នកនេះទៅមកទៀងពីពីបានមកអញ្ចឹងយើងបានអីគេអូខេអញ្ចឹងយើងបានសល់គឺចំនួននេះវិញអញ្ចឹងបានន័យថាវានៅលើ5បូក2នៅលើ5ជាការ៉េខ្ញុំសេចក្ដីណាកន្លែងនេះគឺស្មើតើអត់អូខេអញ្ចឹងបន្តទៀតអញ្ចឹងអានេះចូលរូបមុននេះគេរូបមន្តរបស់វាគឺ a បូក b ការ៉េអញ្ចឹងនេះ a នេះដឹងហើយ a ដក b ដូចជាការ៉េស្មើ a ការ៉េដក2ដង a បូក b ការ៉េរូបមន្តវាមាន2មាន a បូក b ដូចជាការ៉េមួយទៀតណាអញ្ចឹងបើ a បូក b អានេះទៅសញ្ញាបូកវិញអញ្ចឹងយើងរៀនដល់ទី8ណារូបមន្តអូខេអញ្ចឹងបន្តទៀតអញ្ចឹងយើងបបែកមកយើងប្រើរូបមន្តហ្នឹងបើយើងអត់ចេះពលាតយើងសរសេរចានេះតួ a ការ៉េបាន5ការ៉េគឺ25ពុកដងនេះអានេះ a នេះ3ដល់គ្នាមកអញ្ចឹង2ដងអានេះទៅបាន 4e នៅលើម៉ាត់5 × 5គឺ15បន្តទៀតចូលដល់នេះលើកជាងអស់ប្រកាន់ e អញរ៉េបាសុខចាប់នឹងណាតោះអានេះយើងគេអាសានៅភាពចនាភាពបែបនេះយើងយកទីលេខពីដល់នេះដកគឺដក3នៅលើ20បូក4លើ22អញ្ចឹងគេឲ្យយើងរាយពិតឯណាផ្នែកពិតឥឡូវណាផ្នែកពិតផ្នែកពិតផ្នែកអត់អីចុះនេះគឺជានិមិត្តពិតសរសេរថាគឺពិតគឺយើងគឺបាត់ចប់វានេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងយើងជួលមិនទៅសរុបទៅពលា